នេះជាគុកនរកនិងជាទីលានសម្លាប់មនុស្សយ៉ាងរង្គាលធ្វើទារុណកម្មយ៉ាងសាហាវឃោរឃៅនៅសម័យខ្មែរក្រហមអស់រយៈពេល3ឆ្នាំ8ខែ20ថ្ងៃវាពិតជារឿងមួយដ៏ឈឺចាប់បំផុតដែលបានកើតឡើងលើប្រជាជនកម្ពុជាយើងកាលពីឆ្នាំ1975ដល់1979នោះគឺសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងឬគេហៅថាមន្ទីរសន្តិសុខ21ឬស21នៅក្នុងសម័យខ្មែរក្រហមទីនេះគឺជាគុកសម្ងាត់សម្រាប់ឃុំឃាំងសួរចម្លើយធ្វើទារុណកម្មធំជាងគេនៅទូទាំងប្រទេសមុនសម័យខ្មែរក្រហមមន្ទីរស21នេះគ្រាន់តែជាអតីតវិទ្យាល័យទួលស្វាយព្រៃនិងសាលាបឋមសិក្សាទួលស្លែងដែលត្រូវបានសាងសង់ឡើងនៅឆ្នាំ1962ខ្មែរក្រហមបានប្រែក្លាយសាលារៀនពីរនេះទៅជាគុកពិសេសសម្រាប់ឃុំឃាំងនិងសួរចម្លើយអ្នកទោសក្រោយកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី17មេសា1975ដោយមានលោកកាំងហ្គេកអ៊ីវហៅឌុចជាប្រធានមន្ទីរស21ដាក់តែអ្នកទោសជាន់ខ្ពស់តែប៉ុណ្ណោះភាគច្រើនជាអតីតមន្ត្រីរដ្ឋការក្នុងរបបលន់នល់ដូចជាទាហានវេជ្ជបណ្ឌិតគ្រូពេទ្យនិស្សិតនិងគ្រូបង្រៀនជាដើមក្រោយចូលមកដល់មន្ទីរស21ខ្មែរក្រហមបង្ខំអ្នកទោសឲ្យថតរូបផ្ដល់ចម្លើយតាក់ទងព័ត៌មានផ្ទាល់ខ្លួននិងខ្សែបណ្ដាញឆ្មាំបង្ខំឲ្យអ្នកទោសដោះសម្លៀកបំពាក់និងដកហូតរបស់របរទាំងអស់ទើបបញ្ជូនទៅបន្ទប់ឃុំឃាំងអគារក៏មាន3ជាន់ក្នុងបន្ទប់នីមួយៗមានគ្រែមួយមានភួយមានខ្នើយនិងប្រអប់ដែកមួយសម្រាប់បន្ទប់បងអគារខកខបដូរទៅជាបន្ទប់ឃុំឃាំងតូចបន្ទប់តូចនោះមានប្រវែងត្រឹមតែ8តឹកសម្រាប់ទទឹងនិងបណ្ដោយ2ម៉ែត្រខ័ណ្ឌដោយឥដ្ឋនិងជាន់ទី1សង់ពីឈើសម្រាប់ដាក់អ្នកទោសម្នាក់ហើយខ្លះទៀតគឺជាបន្ទប់រដ្ឋបាលអ្នកទោសដែលជាប់ក្នុងបន្ទប់តូចត្រូវដាក់ច្រវាក់ជើងជាប់នឹងកម្រាលឥដ្ឋដោយឡែកអ្នកជាប់ក្នុងបន្ទប់ធំដែលគ្មានជញ្ជាំងត្រូវដាក់ខ្នោះវែងរួមគ្នាអ្នកទោសនៅមន្ទីរស21ត្រូវបង្ខំឲ្យសារភាពទៅតាមបទល្មើសផ្សេងៗដែលបានចោទប្រកាន់ជាទូទៅអ្នកទោសពុំដឹងពីមូលហេតុនៃការចាប់ខ្លួនឡើយប៉ុន្តែពួកគេត្រូវបង្ខំឲ្យសារភាពកំហុសតាមការធ្វើទារុណកម្មមានដូចជាវាយនឹងរំពាត់ឆក់ខ្សែភ្លើងដកក្រចកចងព្យួររួចទាញឡើងលើរហូតសន្លប់ជាដើមហើយអ្នកខ្លះទៀតត្រូវចាប់ជ្រុំមុជចូលទៅក្នុងទឹកដែលជាទឹកស្អុយពោពេញទៅដោយលាមកនិងទឹកនោមជនរងគ្រោះដែលរួចផុតជីវិតពីការធ្វើទារុណកម្មធ្ងន់ធ្ងរនឹងត្រូវយកទៅសម្លាប់ចោលនៅបរិវេណក្បែរមន្ទីរឬបញ្ជូនទៅវាលពិឃាតជើងឯកចំណែកឯបរិវេណជុំវិញមន្ទីរស21មានហ៊ុមព័ទ្ធដោយលួសបន្លាអគ្គិសនីហើយនៅតាមសំយ៉ាបអគារជាន់លើមួយចំនួនមានបំពាក់បន្លាលួសដើម្បីការពារអ្នកទោសធ្វើអត្តឃាតឬលួចសម្លាប់ខ្លួនចំណែកឯបង្គោលមួយនេះវិញដើមឡើយគឺគេប្រើសម្រាប់សិស្សហាត់ប្រាណឡើងខ្សែពួរប៉ុន្តែខ្មែរក្រហមប្រែក្លាយជាកន្លែងសួរចម្លើយដោយពួកគេចងដៃអ្នកទោសទៅក្រោយហើយលើកព្យួរឡើងទៅលើហើយបន្ទាប់មកជ្រមុជក្បាលចូលក្នុងពាងរហូតឆ្លក់ទឹកចង់សន្លប់ទើបលើកឡើងវិញម្ដងទៀតអ្នកទោសត្រូវបានទទួលរងការធ្វើទារុណកម្មបែបនេះរៀងរាល់ថ្ងៃរហូតដល់ពួកខ្មែរក្រហមទទួលបានចម្លើយដែលពួកគេពេញចិត្តការធ្វើទារុណកម្មយ៉ាងឃោរឃៅបែបនេះអាចមានរយៈពេលដ៏យូរខែយូរថ្ងៃយូរឆ្នាំផងដែររយៈពេល3ឆ្នាំ8ខែ20ថ្ងៃខ្មែរក្រហមចាប់ខ្លួនអ្នកទោសប្រមាណជាង 15,000 នាក់ទៅ 20,000 នាក់ពីទូទាំងប្រទេសមកឃុំខ្លួននៅមន្ទីរស21ក្រោយការដួលរលំទីក្រុងភ្នំពេញ
នាដើមឆ្នាំ1979ដូចដែលជាប្រធានមន្ទីរស-21បានបញ្ជាឲ្យបិទគុកនិងជម្លៀសអ្នកទោសចេញឲ្យអស់យ៉ាងតក់ក្រហល់មុនពេលរត់គេចខ្លួនហើយក៏បានសម្លាប់អ្នកទោស14នាក់ចុងក្រោយផងដែរក្នុងចំណោមអ្នកទោសទាំងអស់មានជនរងគ្រោះចំនួនតែ12នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិតនៅពេលកងទ័ពបានរំដោះទីក្រុងភ្នំពេញក្នុងចំណោម12នាក់នោះមានកុមារចំនួន4នាក់ផងដែរសារមន្ទីរទួលស្លែងនេះមិនមែនគ្រាន់តែជាកន្លែងបង្ហាញពីទុក្ខវេទនានោះទេប៉ុន្តែជាកន្លែងដែលដាស់តឿនស្មារតីមនុស្សជាតិឲ្យចងចាំអតីតកាលដ៏ខ្មៅងងឹតដើម្បីកុំឲ្យមានឧក្រិដ្ឋកម្មប្រល័យពូជសាសន៍បែបនេះកើតឡើងសាជាថ្មីម្ដងទៀត